ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាប្រកាសជាស្គាល់និងធ្លាប់ហូបស្វាយចន្ទីទាំងអស់គ្នាហើយត្រូវអត់ប៉ុន្តែមានបងប្អូនមួយចំនួនដែលមិនទាន់ដឹងពីអត្ថប្រយោជន៍នៃការហូបគ្រាប់ស្វាយចន្ទីអញ្ចឹងថ្ងៃនេះដែរខ្ញុំចង់ចែករំលែកពីអត្ថប្រយោជន៍នៃការហូបគ្រាប់ស្វាយចន្ទីអត្ថប្រយោជន៍ទី1គឺសម្បូរទៅដោយសារធាតុចិញ្ចឹមមានជាតិខ្លាញ់ល្អប្រូតេអ៊ីនជាតិសរសៃវីតាមីន E វីតាមីន B6 ជាពិសេសមានសារធាតុដូចជាទង់ដែងស័ង្កសីម៉ាញ៉េស្យូមនិងជាតិដែករីឯអត្ថប្រយោជន៍ទី2គឺជួយថែរក្សាសុខភាពបេះដូងជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់និងបង្កើតជាតិខ្លាញ់ល្អដើម្បីការពារជំងឺបេះដូងចំណែកឯផលប្រយោជន៍ទី3នោះគឺល្អសម្រាប់ឆ្អឹងធ្វើឲ្យយើងរាងកាយយើងមាំមួនដោយសារមានជាតិម៉ាញ៉េស្យូមនិងជាតិកាល់ស្យូមរីឯអត្ថប្រយោជន៍ទី4គឺជួយបង្កើនថាមពលព្រោះមានជាតិប្រូតេអ៊ីននិងជាតិខ្លាញ់ល្អចំណែកឯអត្ថប្រយោជន៍ទី5ល្អសម្រាប់ខួរក្បាលបង្កើតការចងចាំការយល់ឃើញព្រោះមានជាតិស័ង្កសីនិងម៉ាញ៉េស្យូមចំពោះចំណុចទី6គឺជួយថែរក្សាប្រព័ន្ធភាពស៊ាំរបស់យើងដោយសារតែមានអង្គតកជួយការពាររាងកាយយើងពីជំងឺចំណែកឯចំណុចទី7ជួយថែរក្សាសុខភាពស្បែកនិងសក់របស់យើងព្រោះមានជាតិ collagen សម្រាប់ឲ្យស្បែកភ្លឺថ្លានិងសក់យើងរឹងមាំចំពោះអត្ថប្រយោជន៍ចុងក្រោយនោះគឺជួយគ្រប់គ្រងទម្ងន់របស់បងប្អូនទោះបីជាមានកាឡូរីខ្ពស់ក៏ដោយប៉ុន្តែមិនមែនជាបញ្ហាទេគឺគ្រាប់ស្វាយចន្ទីជួយឲ្យបងប្អូនឆាប់ឆ្អែតនិងកាត់បន្ថយអាហារផ្សេងៗចំណែកឯបរិមាណសមស្របក្នុងមួយថ្ងៃបងប្អូនគួរតែបរិភោគ15ទៅ18គ្រាប់ដើម្បីអត្ថប្រយោជន៍សុខភាពរបស់បងប្អូនអញ្ចឹងបើបងប្អូនមានចំណាប់អារម្មណ៍ចង់បាត់ដុំឬលក់រាយអាចទំនាក់ទំនងតាមលេខទូរស័ព្ទនៅខាងក្រោមនេះ